ស្ដីគ្នាយើងអញ្ចឹងថ្ងៃនេះយើងចង់បន្តមេរៀនយើងទៀតថ្ងៃមុនយើងបានរៀនការគូសធ្នឹមអញ្ចឹងយើងបានយល់ពីការគូសធ្នឹមហើយយើងឈានមកដល់ការគូសសសរម្ដងអញ្ចឹងសសរខ្ញុំបានចង complete ដូចធ្នឹមដែរវាមានទាំង elevation មានទាំង cross section មានអីទាំងអស់តាំងពីដើមរហូតដល់ចប់អញ្ចឹងមុននឹងចូលទៅដល់ការប្រើប្រាស់ template យើងត្រូវយល់ពី input ដែរ input សសរហើយនិងធ្នឹមមួយស្រដៀងគ្នាទេខុសត្រង់ថាអានេះយើងចែកដៃយើងជាពីរវាមានដៃជួរឈរដៃជួរដេកណាអញ្ចឹងដៃជួរដេកខ្ញុំតាំងដោយ NB ដៃជួរឈរតាំងដោយ NH អញ្ចឹងទៅយើងព្យាយាមយល់ input នឹងមិនតិចសិនអញ្ចឹង input យើងត្រូវចាំថានៅពេលដែល parameter ណាដែលយើងប្រើនៅក្នុងនឹង input តែម្ដងហើយយើងប្រើរហូតមកចប់អាហ្នឹងយើងអាចប្រើសញ្ញា3ដងនេះបានជាដើម្បីបញ្ជាក់ថានៅគ្រប់ទីតាំងទាំងអស់គ្រប់តំបន់ទាំងអស់យើង insert parameter ហ្នឹងបានតែម្ដងទេហើយវាប្រើនៅក្នុងមួយ template ហ្នឹងពេញមួយ template ហ្នឹងហ្មងអាសញ្ញាស្មើ3ហ្នឹងណាអញ្ចឹងយើងចាប់ផ្ដើមទី1មាន clear concrete cover ដូចខ្ញុំសរសេរដូចខ្ញុំគូសនៅរូបនេះអញ្ចឹងគេសំដៅទៅលើប្រវែងពីកែមមកបេតុងនេះមកប៉ះជាមួយសាច់ដែកកងនេះមិនមែនចំកណ្ដាលដែកកងទេណាវាជា clear cover អញ្ចឹងមួយទៀតយើងមានទំហំបទសយើងគឺ60x60យើងអាចដាក់កែប្រែតាមសម្រួលកែសម្រួលទៅតាមទំហំបទសជាក់ស្ដែងដែលយើងបាន design អញ្ចឹង template នេះមិនមែនជា template design ទេកុំយកច្រឡំពួកយើងវាគ្រាន់តែជា template សម្រាប់យើងធ្វើ drawing នៅពេលដែលយើងបញ្ចប់ design ហើយយើងអាច copy ហ្នឹងចូលទៅក្នុង file design យើងទៅយើងដាក់មកខាងក្រោមយើងបិទអាហ្នឹងចោលអស់ទៅទុកតារូបដែលយើងគូរទៅបានហើយកុំឲ្យញ៉ៃនេះខ្ញុំបិទច្រើនដងដើម្បីខ្ញុំធ្វើ step ឲ្យពួកយើងយល់ថាតើយើងបង្កើតឡើងអាហ្នឹងបានយ៉ាងដូចម្ដេចអញ្ចឹងទៅខ្ញុំដាក់ជា step បែបហ្នឹងតែជាទៅយើងមិនបាច់ទេយើងបិទយើងដាក់តាម area ទៅបានកុំឲ្យវាមើលទៅញ៉ៃអញ្ចឹងខ្ញុំសង្ខេបប៉ុណ្ណឹងអញ្ចឹងទី1យើងមានដំណាក់កាលដូចធ្នឹមដែរគាត់ថាខ្ញុំខ្ជិលបង្ហាញច្រើនដងខ្ញុំចូលទៅដល់នេះហ្មងទៅចូលទៅដល់រូបនេះអ្វីដែលយើងត្រូវគូរខ្ញុំបានគូរនៅខាងលើឲ្យអស់ហើយអញ្ចឹងវាមានដែកអីគេខ្លះនៅក្នុងនេះវាមានដូចធ្នឹមដែរវាមានដែកកងវាមានដែកបដ ாய் ហើយនឹង dimension មានអីconcrete section អីចឹងទៅអញ្ចឹងយើងគូរដូចអាមុនដែរអញ្ចឹងបើយើងចង់បដូរឧទាហរណ៍ថាខ្ញុំចង់បដូរទំហំយើងអាចបដូរតេស្តមើលបានខ្ញុំថាដូចខ្ញុំដាក់700អញ្ចឹងយើងឃើញថា dimension វាកែយើងតាមហ្នឹងអញ្ចឹងវាមាន700នេះបើខ្ញុំដាក់700យើងអាចមើលនេះបានដែរយើងនឹងឃើញអានេះវាកែទៅ700ឃើញទេអញ្ចឹងវាគួរឲ្យយើងឲ្យស្រេចបើយើងកែដែកយកតែខ្ញុំដាក់តែ4ដើមទេ4ដើមអញ្ចឹងយើងមើលទៅឃើញដែកអានេះ4មកខាងនេះ4ខាងនេះ4ខាងនេះ4អញ្ចឹងដែកយើងគឺsymmetry លើក្រោមឆ្វេងស្ដាំបែបហ្នឹងអញ្ចឹងខ្ញុំកែដាក់នេះ6វិញទៅដើម្បីខ្ញុំមានអី show ពួកយើងនៅខាងក្រោមឲ្យពួកយើងដឹងពីរបៀបប្រើប្រាស់ហ្នឹងអស់អញ្ចឹងចំពោះទំហំដៃកងដៃបដ ாய் យើងអាចដូរបានថាដៃកងដៃបដ ாய் នេះខ្ញុំដាក់20លីបាន22លីឧទាហរណ៍អញ្ចឹងយើងឃើញ load នេះ legend នេះខ្ញុំដាក់20 dB 22បានណាដែកចំនួន20ដើមដែកសរុបទាំងអស់20ដើម22លីទំហំវាអញ្ចឹងអានេះខ្ញុំថាដាក់ដៃកង12លីអញ្ចឹងជាមួយ spacing ហ្មងថាយើងវាយចូល120អញ្ចឹង spacing 12លីspacing ទំហំដៃកង12លី spacing 120អញ្ចឹងអាហ្នឹងយើងយល់អាហ្នឹងចំពោះអានេះតើតើនឹងការប្រើ position ហុកវាអញ្ចឹងខ្ញុំដាក់ position x បានថាវារាយតាមទិស x តែហុកតាមទិស y ត្រូវអត់បើវារាយតាមទិស x វាបត់មកគឺបត់តាមទិសឆអញ្ចឹងហុកតាមទិស y បើសិនបើវា position y វាហុកតាមទិស x អញ្ចឹងទៅឧទាហរណ៍អានេះគឺជាអ្វីដែលយើងដាក់អញ្ចឹងយើង input វាមាន limit វាខ្ញុំ limit ឲ្យត្រឹមទាំងអស់វា6ដែកទាំងអស់វាមាន7អញ្ចឹងបានថាពីក្នុងនេះយើងអាចដាក់បាន6ហើយក្នុងនេះយើងអាច6ថាឥឡូវមាន6ខ្ញុំថា input ចង់ដាក់ដែកខ្ញុំប្រើ sidebar ឬគេហៅ sidebar ណានៅ
ចំកន្លែងនេះចំកន្លែងនេះចំកន្លែងនេះតើត្រូវធ្វើម៉េចអញ្ចឹងអូអាហ្នឹងមិនមែន sidebar ទេរបៀបដូចដែកកងអញ្ចឹងជាប្រភេទដែកកងដែរគ្រាន់ថាវាអាចមានជើង2វាអាចមានជើង1អញ្ចឹងខ្ញុំយល់ថាខ្ញុំវាយអានេះ2អញ្ចឹង2វាហុកតាមទិស y position គឺ position x អញ្ចឹងហុកតាមទិស y ហុកតាមទិស y យើងមើលទៅថាកន្លែងនេះទីតាំងលេខ2លេខ3លេខ4លេខ5មករហូតចឹងមកយើងមើលលេខ1នេះលេខ2ទៅចាប់ពីលេខ2ទៅកដានេះក៏ចាប់អានេះចាប់ពីលេខ2ទៅដែរខាងក្រោមមកអញ្ចឹងខ្ញុំចង់ដាក់លេខ2ដែរប្រយោជន៍3កន្លែងនេះអញ្ចឹងអាកន្លែងហ្នឹងត្រូវលេខ2ដែរអញ្ចឹងលេខ2ច្បាស់ណាស់វាលោតមកកន្លែងនេះឃើញទេបើសិនខ្ញុំចង់ដាក់លេខ2ហើយដាក់លេខ3ធម្មតាវាមិនបាច់ដាក់កណ្ដាលនេះមួយទៀតទេយើងដាក់តានេះទៅបាននេះអញ្ចឹងឧទាហរណ៍ថាខ្ញុំប្រើលេខ2ជាមួយនឹងលេខ2លេខ3លេខ4លេខ5អញ្ចឹងខ្ញុំប្រើលេខ5អញ្ចឹងអានេះយើងវាយទីតាំងណាក៏បានយើងវាយអានេះលេខ5ក៏បានអត់បញ្ហា5បានថាយើងប្រើក្រោមអាទិស x5 ដែរ y5 ដែរអញ្ចឹងបានថាវានៅកន្លែងនេះហើយវានៅកន្លែងនេះអញ្ចឹងយើងមើលមកឃើញដូចឃើញទេអញ្ចឹងគឺជាការរីដែកកងរបស់យើងអញ្ចឹងយើងអាចធ្វើតាមនឹងបានអញ្ចឹងណាដូចជាអត់មានពិបាកទេអានេះគ្រាន់តែជាការប្រើប្រាស់ខ្ញុំគិតថានៅពេលយើងយកទៅយើងតេស្តហើយយើងបានរៀន basic អ្វីដែលខ្ញុំបានធ្លាប់រៀនហ្នឹងយើងមើលតាមនឹងជាក់ស្ដែងទៅយើងយល់ហើយខ្ញុំមិនអាចបញ្យល់សារឡើងវិញទេអានេះគ្រាន់តែជាការបញ្យល់របៀបប្រើប្រាស់ឲ្យយើងដឹងកលក្ខលៀនដើម្បីយើងយកទៅមើលកូដហ្នឹងថាវាកូដតាមរបៀបណាអញ្ចឹងចូលដល់ការប្រើប្រាស់មួយទៀតគឺទៅនឹង elevation reinforcement តាមជាទម្រង់ elevation វិញអញ្ចឹងយើងត្រូវមើល input ដែលយើងមានអញ្ចឹងយើងមើលថាតសវាអាចមានករណីច្រើនពេលខ្លះតសតែមួយអាលើ free អញ្ចឹងទៅពេលខ្លះតសវាមានធ្នឹម4ជ្រុងអញ្ចឹងលើក្រោមអញ្ចឹងខ្ញុំយកករណីទូទៅគឺថាមានជ្រុងចំលើហងក្រោមផងអញ្ចឹងទៅមានធ្នឹម4លើក្រោមចុងផងអញ្ចឹងយើងអាចកំណត់ធ្នឹមថាអានេះ B1 អានេះ B2 អានេះ B3 អានេះ B4 អញ្ចឹងទៅអានេះ C1 C2 C3 អញ្ចឹងអានេះ B នេះបានថាទំហំរបស់នេះទំហំរបស់ធ្នឹមទី1ទី2ទី3ទី4ហ្នឹងទៅអានេះបទស1ស2ស3អញ្ចឹងសដែលយើងកំពុង design នេះគឺសចំកណ្ដាលនេះស2អញ្ចឹង C2 ហ្នឹងវាស្មើនឹងទំហំB និង H ដែលយើងអាសាញមកពីខាងលើមិញអញ្ចឹងដូចទៅនឹងធ្នឹមមិញខាងលើដែរដូចគ្នាវាបិទណាអញ្ចឹងខ្ញុំអត់អាចបញ្យល់ម្ដងទៀតទេអានេះគ្រាន់តែបដូរពីប្រវែងទៅជាកម្ពស់វិញដោយសារយើងរាយតាមទិសឆអញ្ចឹងទៅអីដូចធ្នឹមលំនាំធ្នឹមវិញដដែលទាំងអស់អញ្ចឹងខ្ញុំអត់អាចបញ្យល់ម្ដងទៀតឡើងវិញទេខ្ញុំឲ្យយើងទៅមើលកូដហ្នឹងទៅអញ្ចឹងនៅពេលដែលយើងវាយអា input ទាំងអស់នេះហើយយើងនឹងឃើញelevation drawing របស់យើងប៉ុណ្ណេះនេះអញ្ចឹងឧទាហរណ៍ខ្ញុំតេស្តថានេះយកធំ6ម៉ែត្រតើវាចាប់ dimension ឲ្យម៉េចខ្ញុំយកធំ6ម៉ែត្រឧទាហរណ៍អញ្ចឹង6ម៉ែត្រខាង6ម៉ែត្រចាអានេះឡើង 5.45 អានេះឡើង6ម៉ែត្រអញ្ចឹងទៅបើខ្ញុំយកដល់អាចដាក់ថាធំ 6.7 អីទៅឧទាហរណ៍អញ្ចឹងអានេះគឺជាអីដែលយើងបានកំណត់ឲ្យវាយើងបានគូក្នុងនេះអញ្ចឹងអាកន្លែងនេះយើងឃើញថាម៉ែត្រនេះវាប៉ះ dimension តិចតួចអញ្ចឹងយើងព្យាយាម scale ឲ្យវាឆ្ងាយពីសញ្ញាប្រូយ៉ាងតិចមកវាលែងអីអញ្ចឹងត្រូវអង្គុយមើលអាកូដដែលខ្ញុំចងនេះដើម្បីឲ្យយើងយល់អំពី concept ទាំងមូលហ្មងថាតើយើងត្រូវធ្វើបែបម៉េចដើម្បីយើងបានគូប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងដូចអត់មានពិបាកទេចំពោះអក្សរធ្នឹមគឺវាស្រដៀងគ្នាអញ្ចឹងចំពោះវីដេអូក្រោយយើងអាចជាធ្វើ shear wall ឬក៏យើងទៅបដូរទៅ foundation ម្ដងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអញ្ចឹងខ្ញុំព្យាយាមធ្វើឲ្យបានច្រើនតាមដែលអាចធ្វើទៅបានឲ្យអ្នកទាំងអស់គ្នាបើតាមពិតទៅវាត្រូវចប់តាំងពីយូរហើយដោយសារខ្ញុំអត់ចង់បរៀនដែរខ្ញុំបរៀនថ្មីឲ្យយើងយកទៅប្រើហ្មងទៅវាស្រួលអញ្ចឹងទៅខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានប្រយោជន៍ពីមេរៀនដែលយើងបានរៀនហ្នឹងអញ្ចឹងសូមអរគុណប៉ុណ្ណឹង